រដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានគូបញ្ជាក់ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃនេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះប្រភពដដែលបានបន្តថាសហរដ្ឋអាមេរិកទទូចជាខ្លាំងឲ្យបញ្ឈប់ជាបន្តនៅអរិភាពនេះនឹងការការពារជនស៊ីវិលព្រមទាំងស្នើសុំភាគីទាំងពីរឲ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹងនិងបានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនិងបានធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Andra Ibrahim